ដើម្បីកុំឲ្យបែកឆ្ងាយលោកឌុងឆាយបង្ហាញចំណុចដើម្បីបញ្ចប់រឿងវិវាទគ្រួសារជាមួយនឹងអ្នកនាងដេតម៉ាលីណាហើយច្បាស់ណាស់ថាបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនប្រកាសជាបានដឹងហើយរឿងរ៉ាវគ្រួសាររបស់អ្នកនាងដេតម៉ាលីណារហូតមកដល់ពេលនេះអ្នកទាំងពីរនៅតែមិនទាន់ដាច់ស្រេចនឹងគ្នានៅឡើយទេពលគឺនៅតែមានរឿងរកម្មរកុសមិនចេះចប់មិនចេះហើយយ៉ាងណាអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀតនោះគឺក្រោយពីឃើញអ្នកនាងដេតម៉ាលីណាបានដួលសន្លប់នៅពេលដែលដណ្ដើមប្រទីងប្រទង់យកកូនស្រីមករស់នៅជាមួយខ្លួនពីអតីតប្តីហើយរឿងនេះបាននឹងកំពុងផ្ទុះការជជែកវែកញែកនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេយ៉ាងណាងាកមកកាន់សម័យខ្លួនគឺលោកឌុងឆាយដែលជាអតីតស្វាមីរបស់អ្នកនាងដេតម៉ាលីណានេះវិញក៏បានបង្ហាញនៅចំណុចខ្លះៗដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយជាស្ដីលោកឌុងឆាយបានសរសេររៀបរាប់នៅលើគណនី Facebook Page ផ្លូវការរបស់ខ្លួនដូចនេះថាសម្រាប់ថាកូនទៅមកមួយសប្តាហ៍ម្នាក់ទៅម្ដងទាំង3នាក់មកម្ដងទាំង3នាក់បើពិតជាស្រឡាញ់កូនមែនស្អែកទៅអដកបញ្ចប់រឿងកូនហើយរឿងលុយ$50,000ចាំនិយាយគ្នាតាមក្រោយពេលគេសងលុយខ្ញុំសិនយ៉ាងណាតាមរយៈសម្ដែងមួយនេះគណនី Facebook ឈ្មោះថាម៉ារីបានចូលទៅខមមិនថាបើទៅមកមានអីល្អតើតែខ្លាចតែទៅហើយអត់មកវិញអញ្ចឹងបានពិបាកព្រោះខ្លាចពូនិយាយហើយក្រឡះចិត្តផ្សេងរីឯគណនីឈ្មោះ KC បានចូលខមមិនថារឿងនេះរឹតតែធ្វើឲ្យខ្ញុំមើលឃើញថាមនុស្សត្រង់ពិតជាពិបាករស់នៅក្នុងសង្គមនេះណាស់តើតែធ្វើស្លូតទន់ខ្សោយយំយាយទឹកភ្នែកលហែមលហាមទើបមានគេគាំទ្រច្រើនខ្ញុំអ្នកធ្លាប់ជួបតទល់ជាមួយមនុស្សប្រភេទអញ្ចឹងខ្ញុំយល់ច្បាស់ជួបម្ដងគេរីកគម្រោងការគ្រប់យ៉ាងមានអ្នកចាំលួចថតគ្រប់ពេលយើងត្រូវប្រយ័ត្នខ្លួនគ្រប់ពេលប្រហែលបន្តិចដឹងតែខ្ចប់របស់គេហើយដោះស្រាយតាមសម្រួលទៅឈប់ចង់បានឈប់ចង់ឲ្យគេយល់ថាគាត់ត្រូវព្រោះអ្នកឃើញថាលោកល្អនៅមានច្រើនណាស់ឈប់ធ្វើជាផ្ទាំងស៊ីបឲ្យគេបាញ់ទៀត Facebook គ្មានន័យសម្រាប់លោកទេបានតែឈឺចិត្តអត់ប្រយោជន៍ធ្វើតាមច្បាប់ហើយសោយសុកនឹងកូនវេនគេមើលកូនវេនយើងព្យាយាមមើលកូននិងគ្រួសារឲ្យបានល្អបំផុតពេលកូនធំឡើងកូននឹងដឹងថាយើងជាឪពុកបែបម៉េចគេជាម្ដាយបែបម៉េចហើយព្រោះខ្ញុំជាមនុស្សម្នាក់ដែលធំមកជាមួយនឹងឪពុកម្ដាយឆ្លុះប្រកែកប្រតែប្រតោបគ្នាស្ទើររាល់ថ្ងៃបើអាចខ្ញុំស៊ូខ្លាយជាក្មេងកំព្រាឬមិនបាច់កើតមកក៏បានកុំឲ្យតែរស់នៅវេទនាព្រោះឪពុកម្ដាយឆ្លុះគ្នាខ្លោចផ្សាណាស់រីឯគណនីសវណ្ណសាបានចូលខមមិនថាបងគួរតែឆាតឬទេទៅគាត់និយាយឲ្យច្បាស់ទៅជៀសវាងផុសជាសាធារណៈឲ្យគេដឹងឮច្រើនវាដូចជាអត់មានប្រយោជន៍អ្វីទេសម្រាប់បងទាំងពីរដាក់កិច្ចសន្យាគ្នាទៅវិញទៅមកហើយរវាងបងនិងគាត់គ្រប់តាមលក្ខខណ្ឌកិច្ចសន្យាទៅគឺឃើញថាវាសុខហើយមិនចាំបាច់វែកញែកហែកហួរជាសាធារណៈទេរីឯអ្នកខ្លះទៀតបានលើកឡើងថាគ្មានអីជាងចិត្តត្រជាក់ទេប្រពន្ធយើងតើនាងជាមនុស្សដែលយើងធ្លាប់ស្រឡាញ់ធ្លាប់អោបតាំងពីដើមថយក្រោយមួយជំហានម្នាក់ទៅរីឯគណនីឈ្មោះថាអារ៉ែនក៏បានចូលខមមិនដែរថាបែបនឹងក៏ល្អការដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីកូនរស់នៅបានសុខមានសុភមង្គលបើបន្តមានបញ្ហាតតាំងទៅមកវាមានសម្ពាធគឺកូនរបស់បងព្រោះពួកគេកាន់តែធំដឹងក្តីហើយបើដឹងរឿងម៉ាក់ប៉ាមានបញ្ហាតវ៉ាគ្នាដោយកន្លងមកការពេញវ័យរបស់ពួកគេនឹងចងចាំតែបញ្ហាសោកសៅខ្វះភាពកក់ក្ដៅគ្មានក្តីសុខពេញលេញទេបងប្រុសស្រីជូនពរគ្រប់យ៉ាងនឹងដោះស្រាយដោយរលូននិងសន្តិវិធី